សម្រាប់ការវិវត្តដ៏ក្តៅគគុកដែលកំពុងតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺថ្ងៃនេះលោកដូណាល់ត្រាំបានអះអាងថាប្រទេសអ៊ីរ៉ង់នោះកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលកំពុងតែដួលរលំហើយដែលប្រទេសអ៊ីរ៉ង់គឺបានស្នើឲ្យសហរដ្ឋអាមេរិកនឹងជួយបើកនៅច្រកសមុទ្រហុងមូសឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានការអះអាងមួយនេះបានក្លាយទៅជាប្រធានបទមួយដ៏ធំទៅលើឆាកអន្តរជាតិព្រោះតែច្រកសមុទ្រមួយនេះគឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកហើយវិបត្តិនៅទីនោះក៏អាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចសកលទាំងមូលតាមការបង្ហោះរបស់លោកដូណាល់ត្រាំលោកបាននិយាយថាមន្ត្រីពីប្រទេសអ៊ីរ៉ង់គឺបានផ្ញើសារមកកាន់សហរដ្ឋអាមេរិកដោយបានប្រាប់ថាប្រទេសរបស់ពួកគេកំពុងតែជួបនៅវិបត្តិធ្ងន់ធ្ងរដូចជាចង់ឲ្យច្រកសមុទ្រហុងមូសនេះគឺត្រូវបានបើកឡើងវិញភ្លាមៗគណៈដែលពួកគេនឹងកំពុងតែដោះស្រាយនៅបញ្ហាផ្ទៃក្នុងនិងភាពមិនច្បាស់លាស់ជាច្រើននៃការដឹកនាំទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ឯករាជ្យពីភាគីខាងអ៊ីរ៉ង់ជាផ្លូវការនៅឡើយនោះទេហើយស្ថានភាពនេះគឺកំពុងតែកើតឡើងបន្ទាប់ពីការប្រជុំមុខគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលនាំឲ្យការចរាចរណ៍នាវានៅតំបន់ស្រែតហុងមូសនេះត្រូវបានរារាំងយ៉ាងខ្លាំងហើយច្រកមួយនេះគឺជាទីតាំងសំខាន់ណាស់ព្រោះតែប្រហែលជា 1/5 នៃប្រេងនិងអូស្មန်នោះដែលបានជួញដូរទៅលើពិភពលោកត្រូវបានឆ្លងកាត់នៅទីនោះក្នុងស្ថានភាពធម្មតាហើយការបិទឬក៏ការរំខានតិចតួចនោះក៏អាចធ្វើឲ្យទីផ្សារធម្មពលនោះរង្គោះរង្គើបានភ្លាមៗអ្នកវិភាគជាច្រើនក៏បានលើកឡើងថាពាក្យថា state of collapse នោះដែលលោកត្រាំបានប្រើគឺអាចសំដៅទៅលើបញ្ហាសេដ្ឋកិច្ចដោយមានការធ្លាក់ចុះនៃការនាំចេញនៅប្រេងហើយនឹងសម្ពាធផ្ទៃក្នុងនិងជាពិសេសគឺភាពខ្វះនៅស្ថិរភាពនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការដាក់នៅទណ្ឌកម្មនិងការប្រឈមមុខនៅផ្នែកយោធាក៏ប្រទេសមួយនេះក៏ត្រូវបានគេរាយការណ៍ថាកំពុងតែជួបនៅបញ្ហាអតិផរណាកង្វះប្រាក់ចំណូលនិងសម្ពាធពីសាធារណជនដែលទោះជាយ៉ាងណានោះក៏អ្នកជំនាញក៏បានប្រមានថាការប្រើពាក្យនេះគឺជាសារនយោបាយដើម្បីបង្កនៅសម្ពាធនៅក្នុងការចរចាផងដែរហើយនៅក្នុងផ្នែកយុទ្ធសាស្ត្រវិញគឺការបើកច្រកសមុទ្រស្រែហុងមូសនេះឲ្យដំណើរការឡើងវិញគឺនឹងមានអត្ថន័យធំសម្រាប់ពិភពលោកព្រោះតែប្រទេសដែលនាំចូលថាមពលធំៗដូចជាចិនជប៉ុនឥណ្ឌានិងបណ្ដាប្រទេសអឺរ៉ុបគឺសុទ្ធតែពឹងផ្អែកទៅលើការដឹកជញ្ជូនប្រេងឆ្លងកាត់តាមតំបន់មួយនេះបើសិនបើការដឹកជញ្ជូនត្រឡប់មកពីច្រកសមុទ្រមួយនេះបានដំណើរការធម្មតាវិញនោះតម្លៃប្រេងគឺអាចធ្លាក់ចុះហើយសម្ពាធអតិផរណានៅជុំវិញពិភពលោកនោះគឺអាចនឹងបន្ធូរបន្ថយបានសម្រាប់លោកដូណាល់ត្រាំក៏បានបង្ហាញថាសហរដ្ឋអាមេរិកមានសមត្ថភាពនៅក្នុងការជួយធានានូវសេរីភាពនាវាចរនិងការបើកផ្លូវទឹកនេះឡើងវិញប្រសិនបើកិច្ចព្រមព្រៀងសមស្របហើយនេះក៏បានបង្ហាញថាសហរដ្ឋអាមេរិកកំពុងតែប្រើនៅអំណាចយោធានិងសម្ពាធសេដ្ឋកិច្ចជាឧបករណ៍ចរចាជាមួយនឹងអ៊ីរ៉ង់ផងដែរហើយមួយផ្នែកទៀតនោះគឺអ្នកវិភាគក៏បាននិយាយបន្ថែមថាបើសិនបើអ៊ីរ៉ង់ពិតជាស្នើឲ្យបើកច្រកសមុទ្រនេះឡើងវិញមែននោះគឺវាអាចបង្ហាញថាការបិទច្រកគឺអាចនឹងបង្កនៅការខាតបង់ធំដល់ខ្លួនឯងផងដែរព្រោះតែប្រេងជាប្រភពចំណូលសំខាន់របស់អ៊ីរ៉ង់ហើយការបើកនៅការនាំចេញនេះវាត្រូវជាប់គាំងជាយូរហើយសេដ្ឋកិច្ចជាតិនឹងទទួលរងនៅការខូចខាតកាន់តែខ្លាំងសម្រាប់នៅក្នុងទីផ្សារពិភពលោកគឺព័ត៌មាននេះបានធ្វើឲ្យអ្នកវិនិយោគនោះតាមដានយ៉ាងប្រកៀកប្រកិតចិត្តស្និទ្ធដែរព្រោះតែតម្លៃប្រេងបានឡើងខ្ពស់មុននេះដោយសារតែភាពតានតឹងហើយក៏វាបានធ្វើឲ្យមានការរំពឹងថាច្រកអាចបើកឡើងវិញបានហើយក៏វាអាចនឹងធ្វើឲ្យទីផ្សារហ្នឹងគឺមានក្តីសង្ឃឹមឡើងវិញជាមួយនៅស្ថានភាពមួយដែលអាចទូស្រាលជាងមុនទោះជាយ៉ាងណាគឺមានសំណួរជាច្រើននៅពេលនេះហើយអ្វីដែលគេចង់សួរនោះគឺតើការអះអាងរបស់លោកដូណាល់ត្រាំជាព័ត៌មានពិតឬក៏អត់ឬក៏ជាយុទ្ធសាស្ត្រនយោបាយព្រោះតែមិនទាន់មានភាគីអ៊ីរ៉ង់ណាចេញមកនិយាយនោះទេព្រោះមកទល់ពេលនេះមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការពីទីក្រុងតេហរ៉ង់ដែលទទួលស្គាល់ថាប្រទេសកំពុងតែជិតដួលរលំឬក៏ស្នើសុំជំនួយពីអាមេរិកនោះឡើយនេះគឺជាព័ត៌មានមួយដែលធ្វើឲ្យពិភពលោកនោះបន្តរងចាំនៅការបញ្ជាក់ពីភាគីទាំងពីរដើម្បីឲ្យព័ត៌មាននេះវាកាន់តែច្បាស់សម្រាប់នៅតំបន់មជ្ឈមបូព៌ាបើមានការបើកច្រកឡើងវិញពិតមែននិងកិច្ចព្រមព្រៀងណាមួយថ្មីគឺវាអាចជួយកាត់បន្ថយនៅហានិភ័យសង្គ្រាមនិងធ្វើឲ្យស្ថិរភាពត្រឡប់មកវិញប៉ុន្តែការបើកការចរចាបរាជ័យគឺភាពតានតឹងវាអាចនឹងកើនឡើងជាពិសេសគឺវានឹងប៉ះពាល់ទៅដល់ពាណិជ្ជកម្មសកលស្របមកវិញគឺការអះអាងរបស់លោកដូណាល់ត្រាំថាអ៊ីរ៉ង់កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលកំពុងជិតដួលរលំនោះគឺនឹងចង់ឲ្យសហរដ្ឋអាមេរិកនឹងជួយបើកច្រកសមុទ្រហុងមូសឡើងវិញបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឆាកអន្តរជាតិ
ហើយវាក៏អាចជាសញ្ញាមួយនៃការប្រែប្រួលដ៏ធំមួយនៅក្នុងវិបត្តិមួយនេះឬក៏អាចជាយុទ្ធសាស្ត្រចរចាថ្មីមួយប៉ុណ្ណោះដែលពិភពលោកកំពុងតែរងចាំដែលអ្នកគ្រប់គ្នាក៏សុទ្ធតែចង់ឃើញថាតើសន្តិភាពនោះវានឹងមកដល់នៅពេលឆាប់ៗនេះឬក៏វិបត្តិនឹងបន្តអូសបន្លាយទៅពេលខាងមុខទៀតដូច្នេះយើងមានតែរងចាំទស្សនានៅថ្ងៃស្អែកថានឹងមានអ្វីកើតឡើងដូច្នេះហើយខ្ញុំក៏អរគុណពុកម៉ែបងប្អូនដែលបានស្ដាប់ពីបទមានដល់ខែមួយនេះពីដើមដល់ចប់កុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននូវព័ត៌មានសង្ខេបថ្មីៗពីរូបខ្ញុំបាទអ្នកបូសង្ខេបព័ត៌មានដូច្នេះខ្ញុំសូមអរគុណម្ដងទៀតសូមជម្រាបលា